សូមអនុមោទនីអ្នកមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈរឿងនន្តយៈគុណនៃសមាបត្តិពូកែផុតក្នុងលោកក្នុងការខ្លះព្រះអគ្គសាវកទាំងពីរអង្គសម្រានព្រះអរិយាបថក្នុងកបោតៈកន្តរវិហារក៏មាននាការរាត្រីខាងខ្នើតព្រះច័ន្ទបានបញ្ចាំងរស្មីភ្លឺត្រចះឆើតឆាយជាទីញ៉ាំងទឹកចិត្តរបស់សត្វទាំងឡាយឲ្យរីករាយសប្បាយទូទៅគ្រប់ភូមិស្រុកទាំងអស់ឯអគ្គសាវកទាំងពីរព្រះអង្គនោះព្រះសិរីបុត្រដ៏មានអាយុជាព្រះធម្មសេនាបតីទៅនឹងកោព្រះកេសសក់ថ្មីគង់ចូលរត់សមាបត្តិជាសបាយក្នុងឱកាសវាលស្រឡះលំដាប់នោះនន្តយៈព្រមទាំងយៈមួយទៀតហោះហើរលើអាកាសវេហាបានឃើញព្រះថេរៈគង់ចូលសមាបត្តិក្នុងទីវាលដូច្នោះក៏ញ៉ាំងចិត្តឲ្យសាហាវខូខើអាក្រក់ក្រៃឲ្យកើតឡើងតែតាមដំណើរមកថាយៈនោះមានគំនុំគុំគួននិងព្រះថេរៈក្នុងជាតិដែលមានក្នុងកាលមុននន្តយៈមានចិត្តប្រទុះកើតឡើងហើយចង់វាយព្រះសិរៈព្រះថេរៈណាស់ទៅហើយនិយាយប្រាប់យៈមួយថាសម្លាញ់អញចង់វាយក្បាលលោកនេះណាស់ណែសម្លាញ់ថាណែសម្លាញ់គុំលោកនងមានអំណាចណាស់វាយមួយភោងនៅដដែលនន្តយៈមិនអើពើនឹងសម្ដីខាត់សោះទៅញ៉ាំងសេចក្តីឧស្សាហៈឲ្យកើតឡើងហើយឈរជ្រែងលើអាកាសសំពងព្រះសិរៈព្រះថេរៈលន់ឮសូរខ្លាំងអស្ចារ្យហួសការប្រហារធម្មតាការប្រហារនោះអាចផលិតចុះនៅនាគមាន7ឬ7កន្លះពុំមនុស្សសោតកំពូលភ្នំធំក៏ស្រុតចុះចូលទៅក្នុងផែនដីបានដែរប៉ុន្តែគ្រោះល្អបានកម្លាំងនរោសមាបត្តិជួយគ្រប់គ្រងព្រះសិរៈរបស់លោកពុំមានស្លាកស្នាមអ្វីឡើយជួនជាពេលដែលយៈប្រហារនោះទៀតលោកមិនទាន់ចេញពីសមាបត្តិព្រះមោគលានមានរិទ្ធច្រើនបានឃើញយៈនោះប្រហារព្រះសិរីបុត្រដោយទៅបច្ចៈខុហើយចូលទៅរកលោកព្រះមហាមោគលានសួរថាហើយអវសោសិរីបុត្រលោកឈឺដែរឬយៈវាយមួយភោងអំបញ្ញមិញនេះទេអវសោមុគលានសរីរយន្តរបស់ខ្ញុំល្មមអត់ទ្រាំបានល្មមឲ្យប្រព្រឹត្តទៅបានតែការឈឺបន្តិចដែរគួរតែឆ្ងល់ខានពុំបានបើសរីរៈមានកម្លាំងសមាបត្តិជួយឧបត្ថម្ភហើយមិនដេចឡើយបានជាមានសេចក្តីឈឺចាប់បន្តិចបន្តួចក្នុងសរីរៈព្រះថេរៈដែរបានជាឈឺចាប់ព្រោះលោកប្រញាប់ចេញអំពីនរោសមាបត្តិពេកព្រោះថាសេចក្តីទុក្ខរមែងមិនប្រកបខាងក្នុងសមាបត្តិទេដូចជាបុគ្គលដេកលក់ហើយសត្វទាំងឡាយមានមូសជាដើមខំលុះភ្ញាក់ឡើងលែងអ្វីនឹងមានសេចក្តីឈឺឯនន្តយៈ
គ្រាន់តែវាយប្រធេរៈហើយភ្លាមក៏មានសេចក្តីក្តៅក្រហាយអន្ទះអន្ទែងដ៏ខ្លាំងក្លាកើតឡើងក្នុងសរីរៈទៅបស្រែកថាអញនេះហើយអញឆេះហើយធ្លាក់ដាំកតិដាំដូងមកអំពីអាកាសកាន់ផែនដីស្រាប់តែអណ្ដាតភ្លើងអវជ័យស្រោបពេញអត្តភាពហើយអូសទម្លាក់ទៅក្នុងនរកទាំងស្រស់គួរឆ្ងល់ម្ដងទៀតហេតុអ្វីបានជាអណ្ដាតភ្លើងអវជ័យរុញគ្នាទៅរកទៅនរកទាំងអត្តភាពជាយៈត្រឡាំងដូច្នេះម្ដេចក៏មិនចាំស្លាប់ឆ្លើយថាបាបកម្មជាទិដ្ឋធម្មវេទនីយកម្មសត្វក៏បីសោយក្នុងបច្ចុប្បន្នណាមានយៈត្រូវសោយនៅមហា